នៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អំពី tip ចំនួន3ដែលអ្នកទាំងអស់គ្នាណាដែលប្រើ AutoCAD ដំបូងឬក៏អ្នកខ្លះគាត់ប្រើហើយនៅតែមិនទាន់ដឹងមែនទេអញ្ចឹងចំនួន3នេះគឺវាសំខាន់មែនទែនទើបខ្ញុំលើកឡើងមកនិយាយហើយឥឡូវកុំឲ្យខាតពេលទាំងអស់គ្នាយូរយើងចូលទៅកាន់ផ្ទាំង AutoCAD តែម្ដងទៅមែនទេដំបូងឡើយយើងឃើញថានៅលើ AutoCAD របស់ខ្ញុំនេះគឺវាមើលទៅគឺអត់មានអីទាំងអស់មែនទេប៉ុន្តែមែនទែនទៅយើងត្រូវការប្រើមែនអត់ត្រូវការប្រើទី1គឺខ្ញុំចង់និយាយអំពីកន្លែង comment show នេះកន្លែង comment ហ្នឹងណាអញ្ចឹងដើម្បីហៅវាមកប្រើបានឬក៏ហេតុអីបានយើងត្រូវតែមានវាព្រោះពេលខ្លះAutoCAD យើងវាយ comment តែមួយវាមាន comment 2 3ទៀតនៅខាងក្រោមហ្នឹងប៉ុន្តែឧទាហរណ៍ថាឥឡូវយើងវាយ comment copy ទៅមែនទេអញ្ចឹងវាចេញតែ copy ឲ្យទេវាអត់យើងអត់ដឹងថា comment copy ហ្នឹងវាមាន shortcut key បន្ទាប់ហ្នឹងវាមានអីទៀតទេត្រូវអត់បាទអញ្ចឹងជាហេតុដែលយើងអត់ដឹងទេត្រូវអញ្ចឹងយើងត្រូវតែគេហៅថាកន្លែងហ្នឹងគឺជាtie comment ណា tie comment នៅកន្លែងហ្នឹងណាអញ្ចឹងដើម្បីបង្ហាញឬក៏ show ហ្នឹងឡើងវិញយើងត្រូវតែចុច control អក្សរលេខ9មែនទេបាទនៅត្រង់នេះឃើញទេនេះបាទអានេះគេហៅថា tie comment មែនអត់ចឹងនេះយើងចុចនៅត្រង់កន្លែងនេះមកណា control ណា control នៅត្រង់កន្លែងនេះហើយនឹង F9 ចុចឲ្យជាប់ទាំងអស់គ្នាណាចុច control នឹង F9 នេះជាប់នេះណាម្ដងទៀតចុច control ហើយនឹង F9 មែនអត់បាទហើយជាចំណុចបន្ទាប់ទៀតនៅត្រង់កន្លែងនេះគេហៅថាផ្ទៃការងាររបស់ AutoCAD ណាព្រោះពេលខ្លះយើងត្រូវការប្រើខាងលើហ្នឹងណាយើងមិនមែនត្រូវការប្រើ comment រហូតទេមែនអត់ចឹងដើម្បីបង្ហាញវាបានឬក៏ហៅវាឡើងវិញបានយើងត្រូវតែចុច shortcut key មួយដែលមានឈ្មោះថា ribbon មែនទេបាទ RI shortcut key វា enter បាទអញ្ចឹងខ្ញុំសុំ zoom ឲ្យតូចតិចមកណាអធិស្ឋានមែនទេឥឡូវយើងបានហើយណាអានេះឃើញអត់ឃើញទេចឹងអានេះបានន័យថាយើងចង់ហៅការងារ AutoCAD ហ្នឹងមកឡើងវិញយើងគ្រាន់តែចុច shortcut key ribbon ហ្នឹងទៅមែនទេអញ្ចឹងcomment មួយចំនួនពេលខ្លះយើងអត់ដឹងយើងភ្លេចយើងអីយើងមើលទៅតាមហ្នឹងទៅឃើញអត់ហើយបន្តមកទៀតអានេះជាចំណុចសំខាន់ដែរដែលជួយឲ្យការងារយើងលឿនណាមួយទៀតគឺជាfile tab មែនទេឧទាហរណ៍ថាឥឡូវខ្ញុំបើកអានេះផ្ទៃការងារកិច្ចការនេះគឺជាកិច្ចការទី1មែនអត់ទីប្លង់ទី1អញ្ចឹងខ្ញុំបើកប្លង់មួយទៀតវាអត់មាន file tab ទេទាំងអស់គ្នាយល់អត់ទាំងអស់គ្នាណាតិចទៀតទាំងអស់គ្នានឹងយល់ទៅអញ្ចឹងនៅត្រង់កន្លែងនេះវាមាន file tab 1 file tab 2 file tab 3បើន័យថាចេះប្លង់ទី1ប្លង់ទី2ប្លង់ទី3ប៉ុន្តែនៅក្នុងនេះគឺខ្ញុំអត់មានទេត្រូវអត់ដោយសារតែយើងវាបាត់អានឹងត្រូវគេអញ្ចឹងឥឡូវយើងហៅវាមកវិញយើងត្រូវធ្វើម៉េចទី1យើងចូលទៅកាន់កន្លែង view ណា view បន្ទាប់មកយើងចុចនៅត្រង់កន្លែង file tab មែនទេបាទចឹងនេះបើន័យថាបើសិនជាយើងមានប្លង់2 3ឧទាហរណ៍មានប្លង់នេះ1យើងចុចកន្លែងហ្នឹងទៅកន្លែង file tab ហ្នឹងទៅបាទវាលោតទៅឲ្យយើងអត់ចាំបាច់ចេញចូលឬក៏ទៅបើកញ៉ៃទាំងគ្នាណាអញ្ចឹងវាធ្វើឲ្យយឺតការរបស់យើងណាមែនទេអញ្ចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងcomment 3ហ្នឹងទាំងអស់គ្នានឹងអាចយល់ហើយពេលខ្លះយើងពិបាករកនៅក្នុង YouTube ខ្ញុំជឿថាវីដេអូនេះគឺសំខាន់សម្រាប់ទាំងអស់គ្នាមែនទែនមែនទេអញ្ចឹងបើសិនជាគិតថាវីដេអូនេះសំខាន់ដូចខ្ញុំទាំងអស់គ្នាសូមកុំភ្លេចជួយ share វីដេអូនេះផងហើយជួយ follow នៅលើ Facebook របស់ខ្ញុំនិង subscribe នៅលើ YouTube Channel របស់ខ្ញុំផងដែរអរគុណច្រើនដល់អ្នកនាងជួបគ្នានៅវីដេអូក្រោយ